កើតក្នុងទីក្រុងភ្នំពេញនៅឆ្នាំ1972កុមារសំសម្បត្តិមានឪពុកម្ដាយជាអ្នកមកពីខេត្តតាកែវទាំងពីរនាក់ដោយក្នុងចំនួនលន់នល់លោកឪពុកគឺជាអ្នកបើកយន្តហោះនិងម្ដាយគឺជាមេផ្ទះប៉ុន្តែចម្រើនវ័យបានត្រឹម3ឆ្នាំកុមារសម្បត្តិនិងក្រុមគ្រួសារត្រូវប្រឈមនឹងការជម្លៀសចេញពីផ្ទះសម្បែងនិងត្រូវរស់នៅក្នុងរបបខ្មៅងងឹតប៉ុលពតក្រោយសម័យខ្មែរក្រហមរលាយបាត់ទៅកុមារសម្បត្តិក៏បានបាត់បង់លោកឪពុកដែលត្រូវបានរបបប្រល័យពូជសាសន៍សម្លាប់ពេលនោះអ្នកម្ដាយដែលជាស្ត្រីមេម៉ាយបាននាំកូនទៅរស់នៅរ៉ូស៊ីក្នុងខេត្តបាត់ដំបងជាទីដែលសម្បត្តិបានចូលរៀនថ្នាក់ទី1ក្នុងឆ្នាំ1980កុមារសម្បត្តិត្រូវរស់នៅបែបជំនះទៅនេះទៅនោះក្នុងនាមជាជនភៀសខ្លួនដែលធ្វើឲ្យការសិក្សារបស់គាត់មិនបានជាប់លាប់នោះទេជាសរុបគាត់បានចំណាយពេលយ៉ាងយូរទម្រាំអាចរៀនបានត្រឹមថ្នាក់ទី6ហើយដោយសារតែជីវភាពគាត់ក៏ឈប់បន្តការសិក្សាត្រឹមថ្នាក់ទី6និងរកការងារធ្វើតែម្ដងតាមជំនាញភាសាដែលគាត់អាចធ្វើការដូរប្រាក់បានពោលគឺពេលនោះធ្វើការមួយខែទទួលបានប្រាក់$12ក្រោយពីរៀនចប់ថ្នាក់ទី6ពេលនោះធំបាត់ហើយអាយុមកដល់ឆ្នាំ92ហ្នឹងអាយុ20ឆ្នាំហើយអញ្ចឹងក៏ស្ម័គ្រចូលធ្វើការងារជាអ្នកបកប្រែកាលនោះមានការរៀបចំមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាយើងនៅតាមបណ្ដាព្រំដែនថៃត្រឡប់មកវិញអញ្ចឹងគេរើសអ្នកបកប្រែអញ្ចឹងខ្ញុំក៏ជាប់ធ្វើជាអ្នកបកប្រែទៅបកប្រែកាលនោះមានគេហៅខ្វែង3ភាសាអង់គ្លេសភាសាថៃនិងភាសាខ្មែរព្រោះពេលដែលខ្ញុំនៅជំរុំរយៈពេលប្រហែល8ខែហ្នឹងខ្ញុំខំរៀនភាសាបរទេសចំនួន2គឺភាសាថៃនិងភាសាអង់គ្លេសហើយការខំប្រឹងប្រែងធ្វើឲ្យខ្ញុំចេះបានភាសាបរទេសចំនួន2ហ្នឹងទើបអាចក្លាយជាអ្នកបកប្រែនឹងឯងបាទក្រោយពីចេញពីជំរុំចូលស្រុកវិញលោកសម្បត្តិក៏បន្តធ្វើជាអ្នកបកប្រែឲ្យក្រុមអ៊ុនតាក់ដដែលប៉ុន្តែបន្ទាប់មកដោយលេងចង់ធ្វើការបែបនេះលោកក៏បានចង់ទទួលបទពិសោធន៍ថ្មីក្នុងការធ្វើការឲ្យវិស័យឯកជនវិញលោកបានដើរធ្វើការជាមួយនឹងក្រុមហ៊ុននានាដែលលោកទទួលស្គាល់ថាពេលនោះគឺជោគជ័យខ្លាំងមែនទែនហើយដោយសារតែមានបទពិសោធន៍ល្អក្នុងការធ្វើអាជីវកម្មលោកសម្បត្តិក៏ចាប់ផ្ដើមចង់រកស៊ីដោយខ្លួនឯងដោយការបង្កើតក្រុមហ៊ុនថ្នាំលាបពណ៌ជាតិ Campaignចប់អ៊ុនតាក់ខ្ញុំចាប់អារម្មណ៍ចង់ចេះចង់ដឹងខាងការរ៉ូស៊ីអញ្ចឹងខ្ញុំអត់ធ្វើការឲ្យអង្គការទេគឺខ្ញុំធ្វើការឲ្យខាងវិស័យឯកជនខ្ញុំចូលប្រឡូកជាគេហៅថាអ្នកលក់ជា salesman នៅក្រុមហ៊ុនឯកជនហើយខ្ញុំបន្តធ្វើនៅក្រុមហ៊ុនឯកជនតាំងពីជាអ្នកលក់បាទប្រាក់ខែ$70ខ្ញុំធ្វើរហូតឡើងដល់ទៅជាអ្នកគ្រប់គ្រងទូទៅយើងហៅ General Manager ប្រាក់ខែ$1000បាទអញ្ចឹងបើនិយាយពីក្នុងប្រវត្តិធ្វើការនៅក្នុងវិស័យឯកជនខ្ញុំធ្វើការបានជោគជ័យខ្លាំងមែនទែនអ្វីត្បិតតែខ្ញុំរៀនបានត្រឹមថ្នាក់ទី6ប៉ុន្តែបើយើងនិយាយពីថាធ្វើការបុកធ្លុះធ្លាយអស់ហើយណាតាំងពីអាក្រោមបំផុតឡើងដល់អាលើបំផុតបាទតាំងពី salesman ឡើងដល់ general manager ក្នុងក្រុមហ៊ុនដែលខ្ញុំបានឆ្លងកាត់ប្រហែល10ក្រុមហ៊ុនណាហើយបន្ទាប់មកក៏ខ្ញុំយល់ឃើញថាជាមួយនឹងបទពិសោធន៍ផ្នែកលក់ផ្នែករដ្ឋបាលធនធានមនុស្សទំនាក់ទំនងឃោសនាពាណិជ្ជកម្មការគ្រប់គ្រងទូទៅវាដូចជាយើងយល់ថាខ្លួនយើងមានចំណេះដឹងនិងបទពិសោធន៍ដែលអាចគ្រប់គ្រងអាជីវកម្មបានហ្នឹងហើយបាទហើយយើងដឹងតាំងពីការនាំចេញនាំចូលអីរបៀបបញ្ជូនទំនិញដឹកទំនិញផ្សព្វផ្សាយឃោសនាឲ្យសពបែបសពយ៉ាងអស់អញ្ចឹងក៏ចាប់ផ្ដើមមានគំនិតចង់រកស៊ីប៉ុន្តែអត់មានដើមទេណាមិនទាន់មានដើមទុនទេរៀបចំផែនការអាជីវកម្មឲ្យថៅកែទេកាលនោះរឿងថ្នាំលាបនេះប៉ុន្តែដល់ពេលរៀបចំទៅគាត់ឃើញថាការធ្វើថ្នាំលាបហ្នឹងវាអត់សូវចំណេញដូចការដែលគាត់ធ្វើ trading គេហៅទិញលក់វាតន់ចិត្តជាងធ្វើថ្នាំលាបវាស៊ីពេលវាទាមទារអាការអត់ធ្មត់ហើយវាទាមទារការប្រឡូកប្រឡាក់ស៊ីជម្រៅខ្លាំងទាំងបច្ចេកទេសទាំងអីអញ្ចឹងខ្ញុំក៏ដើររកគេជួលឲ្យគេផលិតថ្នាំលាបហ្នឹងឲ្យដើម្បីយើងបានថ្នាំមកលក់ចុងឆ្នាំ2003យើងក៏ចាប់ផ្ដើមគិតគូរក្នុងការបង្កើត campaign ហ្នឹងហើយនៅខែមេសាឆ្នាំ2004យើងក៏បង្កើត campaign បានសម្រេចមែនអញ្ចឹងបើគិតទៅ campaign មកដល់ពេលនេះយើងបានឆ្លងចូលឆ្នាំទី19ចិត្តចូលដល់ឆ្នាំទី20នេះចាប់ផ្ដើម campaign ដំបូងជាមួយនឹងទុនចំនួន$30,000និងបុគ្គលិកប្រមាណ18នាក់លោកសម្បត្តិក៏ជួបនឹងបញ្ហាប្រឈមជាច្រើនដែរដូចជាតម្រូវការលុយបច្ចេកទេសទីផ្សារហើយនិងធនធានមនុស្សតែដោយសារតែមហិច្ឆតាបូករួមនឹងជំនឿចិត្តព្រមទាំងបទពិសោធន៍ជោគជ័យនៅវិស័យឯកជនលោកសម្បត្តិក៏បានខិតខំព្យាយាមគ្រប់បែបយ៉ាងក្នុងគំនិតថាទុនតិចធ្វើឲ្យបានច្រើនរឿងមនុស្សតិចធ្វើឲ្យបានច្រើនយ៉ាងដូច្នេះហើយទើបលោកអាចជំនះគ្រប់បញ្ហាហើយដំណើរការក្រុមហ៊ុន Campaign មកដល់សប្តាហ៍ថ្ងៃបន្ទាប់ពីជោគជ័យក្នុងមុខជំនួញហើយលោកសម្បត្តិក៏បានដើរតួជាអ្នកចែករំលែកចំណេះដឹងរស់ស៊ីនេះក្នុងនាមជាគ្រូជោគជ័យម្នាក់ដែរធ្លាប់មានចម្ងល់ថាបើលោកសម្បត្តិដើរតែប្រាប់គន្លឹះវិធីគេអស់តើមិនខ្លាចគេប្រជែងឬយ៉ាងណា
ប៉ុន្តែលោកសម្បត្តិអះអាងថាមិនដែលខ្លាចនឹងចែករំលែកពីភាពជោគជ័យនៃការគ្រប់គ្រងអាជីវកម្មរបស់លោកនោះទេព្រោះមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចធ្វើបានគ្រប់ចំណុចដែលក្រុមហ៊ុនរបស់លោកអាចធ្វើបាននោះឡើយគ្រប់គ្រងអាជីវកម្មមួយទទួលបានជោគជ័យបងឯងត្រូវគិតថាកត្តាយ៉ាងតិចបំផុត8ដែលបងត្រូវគិតបងមករៀនធ្វើក៏ដោយឬបងរៀននៅខាងក្រៅក៏ដោយបងត្រូវមើលលើ8ហ្នឹងឲ្យប្រកបហ្នឹងបាទដែលយើងហៅថា 8P ហ្នឹងអញ្ចឹង 8P ហ្នឹងវាមាន 8P ជាយុទ្ធសាស្ត្រនិង 8P ជាកលល្បិចហើយអញ្ចឹងបើសិនជាយើងមិនចេះវាទេយើងគ្រាន់តែគិតថាគ្រាន់តែចេះផលិតថ្នាំលាបហើយយើងទទួលបានជោគជ័យមិនអាចទេបាទបងប្អូនឯងត្រូវគិតថានៅក្នុងโลกនេះมันខ្វះទេផលិតផលល្អប៉ុន្តែมันអាចធ្វើទីផ្សារឈ្នះគូប្រកួតប្រជែងបានទេអញ្ចឹងយើងត្រូវគិតថានៅពេលដែលយើងមានផលិតផលល្អតែយើងមានដៃគូល្អទេបាទយើងមានការចែកចាយបានល្អទេហ្នឹងហើយយើងមានដែលទីតាំងការរៀបចំរោងចក្រនឹងបានត្រឹមត្រូវទេយើងគ្រប់គ្រងបុគ្គលិកនឹងបានល្អទេយុទ្ធសាស្ត្រអាជីវកម្មយើងនឹងបានល្អទេភាពជាអ្នកដឹកនាំរបស់យើងនឹងល្អប៉ុណ្ណាបាទហើយការតំណាក់តំណងមួយដៃគូអាជីវកម្មយើងដូចជាអ្នកផ្គត់ផ្គង់ដូចជាអាជ្ញាធររដ្ឋដូចជាអីផ្សព្វបែបផ្សព្វយ៉ាងហ្នឹងតើយើងធ្វើបានល្អប៉ុណ្ណាអញ្ចឹងរឿងជាច្រើនទៀតដែលយើងត្រូវដឹង 8P នេះបើយើងនិយាយពី P ជាយុទ្ធសាស្ត្រយើងមាន4ទី1គឺយើងមាន people បាទជាមនុស្សទី2យើងមាន partner បាទជាដៃគូយុទ្ធសាស្ត្រទី3គឺយើងមាន product ដែលជាផលិតផលរបស់យើងទី4ហ្នឹងគឺយើងមាន place ណាយើងហៅថា distribution ឬក៏ដៃគូចែកចាយរបស់យើងហ្នឹងបាទអញ្ចឹងមានន័យថាជាយុទ្ធសាស្ត្រយើងត្រូវមានបុគ្គលិកល្អក្រុមការងារល្អយើងត្រូវមានដៃគូនេះដូចជា shareholder ដូចជាអីរបស់យើងហ្នឹងគឺល្អបាទហើយយើងត្រូវបង្កើតបានផលិតផលល្អហើយយើងត្រូវមានបណ្ដាញចែកចាយល្អហ្នឹងជាយុទ្ធសាស្ត្រដល់ P ជាឧបាយកលគឺ P ជាវិធីសាស្ត្រនៅក្នុងការធ្វើឲ្យបានជោគជ័យគឺទី1យើងនិយាយពីរឿង promotion បាទយើងចេះធ្វើ promotion ចេះធ្វើ advertising ហើយ P ទី2ជាឧបាយកលជាកលល្បិចហ្នឹងគឺថ្លៃបាទព្រោះថ្លៃគឺយើងត្រូវចេះលេងថ្លៃណាបាទរួចហើយមួយទៀតគឺយើងនិយាយពីរឿង physical evidence ពាក្យថា physical evidence យើងចង់សម្ដៅទៅលើថាយើងចេះរៀបចំតុបតែងកន្លែងគួរឲ្យចាប់អារម្មណ៍អីចឹងខ្ញុំអាចនិយាយថាបើសិនជាទៅរោងចក្រខ្ញុំអាចឃើញស្អាតរោងចក្រខ្ញុំដូច resort ចឹងបាទខ្ញុំរៀបចំស្អាតមែនទែនអនាម័យល្អណាស់ស្តង់ដាយើងរៀបចំស្តង់ដាស7មានយើងទៅលើសពីស5ទៀតដល់ស7បាទហើយយើងជាសហគ្រាសដែលមានវិញ្ញាបនបត្រ ISO 9001:2015យើងជាសហគ្រាសដែលអនុវត្តនៅស្តង់ដាគ្រប់គ្រងភាពខ្ជះខ្ជាយទាំង8គេហៅថា lean management អញ្ចឹងមានន័យថា physical evidence យើងខ្ពស់មែនទែននិយាយផ្លូវច្បាប់ផ្លូវការគ្រប់គ្រងរបស់យើងគឺល្អខ្ពស់ហើយនឹងចុងក្រោយ P ទី4នៃឧបាយកលយើងហៅថា process management មានន័យថាយើងមានរបៀបនៃការគ្រប់គ្រងដំណើរការរបស់យើងនឹងបានល្អធ្វើទៅវាទាន់ពេលទាន់វេលាមានសុខភាពការគ្រប់គ្រងគុណភាពបានល្អធ្វើនឹងបានលឿនផងបានចំណេញពេលផងជាថ្លៃដើមនឹងមានប្រៀបផងអីចឹងម្ល៉េះហើយខ្ញុំជឿថាទោះបីជាខ្ញុំចែករំលែកប៉ុណ្ណាក៏ដោយបើសិនជាអ្នករៀននឹងគាត់មិនខំព្យាយាមរៀនគ្រប់ពីមនុស្សច្រើនគ្នាទេគាត់មិនអាចចាប់បានទេដូច្នេះខ្ញុំគិតថាការដែលខ្ញុំធ្វើនេះអ្នកដែលចំណេញជាងគេគឺនៅតែខ្ញុំដដែលមិនមែនជាអ្នកស្ដាប់ខ្ញុំទេពីព្រោះនៅពេលដែលខ្ញុំខំប្រឹងចែកខ្ញុំនឹងប្រឹងស្រាវជ្រាវច្រើនណាស់បើនៅក្នុងភាពជាអ្នកដឹកនាំគេថា you cannot give what you don't have មានន័យថាបើសិនជាយើងមិនមានយើងគ្មានអីចែកឲ្យគេទេអាចនិយាយភាសាមួយយ៉ាងទៀតតែខ្ញុំកាន់តែឲ្យគឺខ្ញុំកាន់តែមាននិយាយពីចំណេះដឹងគឺខ្ញុំអត់បានក្រជាងមុនទេទោះបីជាមុខចំនួនមានភាពរឹងមាំក៏ដោយប៉ុន្តែលោកសម្បត្តិយល់ថាការធ្វើអាជីវកម្មមិនគួរធ្វើតែមួយមុខនោះទេជាទូទៅការធ្វើអាជីវកម្មវាមិនអាចផ្ដោតទៅលើអាជីវកម្មតែមួយមុខនឹងគេហៅថារាប់សតវត្សបាននេះខ្ញុំគិតថាត្រឹម10ឆ្នាំ20ឆ្នាំហើយជាអាចបានប៉ុន្តែដើម្បីអាជីវកម្មយើងរឹងមាំយើងត្រូវតែមានគេហៅថាអាជីវកម្មគ្រប់គ្រងបាទអាជីវកម្មគ្រប់គ្រងយើងឧទាហរណ៍ថានៅពេលដែលយើងមានប្រាក់ចំណេញយើងយកប្រាក់ចំណេញយើងនឹងទៅវិនិយោគលើវិស័យណាផ្សេងបាទដើម្បីឲ្យវាមានប្រភពចំណូលផ្សេងទៀតណាគេប៉ុន្តែវិស័យដែលយើងទៅយកទៅវិនិយោគហ្នឹងយើងត្រូវប្រកាសថាវិស័យហ្នឹងគឺវាជាប់ពាក់ព័ន្ធជាមួយនឹងវិស័យរបស់យើងដើម្បីថាយើងคลายទៅជាអ្នកផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមកឬអតិថិជនឲ្យគ្នាទៅវិញទៅមកឧទាហរណ៍ថាយើងវិនិយោគទៅខាងវិស័យអចលនទ្រព្យឬក៏ផ្ទះសម្បែងអីចឹងទៅដើម្បីថាយើងអាចជួយប្រើថ្នាំ campaign ណាហើយយើងក៏អាចមានប្រាក់ចំណេញពីអចលនទ្រព្យទៅយើងមកបន្ថែមទុនលើ campaign ទៀតទៅដើម្បីឲ្យយើងស្រួលពង្រីកសហគ្រាសរបស់យើង
លោកសំសម្បត្តិដែលត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជាអ្នកជំនួញជើងចាស់ម្នាក់ដែលមានបទពិសោធន៍ច្រើននៅក្នុងការធ្វើអាជីវកម្មពិតជាស្ងើចសរសើរដែលបច្ចុប្បន្ននៅកម្ពុជាមានការរីកលូតលាស់នៃចំនួនសហគ្រិនប៉ុន្តែលោកមិនចង់ឲ្យគ្រប់គ្នាប្រញាប់ប្រញាល់ក្លាយជាសហគ្រិនពេកនោះទេខ្ញុំចង់ជម្រាបថាសូមឲ្យបងប្អូនកុំជ្រួលជ្រើមពីព្រោះយើងដឹងថាឥឡូវនេះគឺប្រឡូកសហគ្រិនវាកំពុងតែបក់ខ្លាំងណាស់អញ្ចឹងវាធ្វើឲ្យយើងម្នាក់ចេះតែចង់ខ្លាយជាអ្នករកស៊ីឬចង់ខ្លាយជាសហគ្រិនក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ថាបើបងប្អូនធ្វើជាបុគ្គលិកល្អបងប្អូនធ្វើការ100កន្លែងបងប្អូនអាចជោគជ័យទាំង100កន្លែងប៉ុន្តែបើសិនជាសហគ្រិនទោះបីល្អយ៉ាងណាក៏ដោយបងប្អូនធ្វើ100កន្លែងបងប្អូនអាចនឹងបរាជ័យ85ទៅ90កន្លែងពីព្រោះនៅក្នុងអាជីវកម្មយើងត្រូវគិតថាគឺសិតតែជាអ្នកបកែហើយនិងអ្នកបថុយអញ្ចឹងជួនកាលយើងទៅធ្វើអាជីវកម្មគឺវាប្រឈមជាមួយនឹងហានិភ័យខ្ពស់ណាស់អត់ដូចយើងធ្វើការទេហើយខ្ញុំនិយាយនេះមិនមែនមានន័យថាអូអញ្ចឹងលោកគ្រូសម្បត្តិឯងអត់ចង់ឲ្យពួកខ្ញុំខ្លាយទៅជាសហគ្រិនអត់ចង់ឲ្យពួកខ្ញុំរកស៊ីខ្លាយជាអ្នកមានទេការពិតចង់ណាស់ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាខ្ញុំចង់ថាជ្រុលតែបោះជើងចូលហើយកុំចូលឲ្យបរាជ័យចូលឲ្យទទួលបានជោគជ័យតែម្ដងអញ្ចឹងដើម្បីឲ្យបងប្អូនចូលទៅទទួលបានជោគជ័យបងប្អូនត្រូវដកបទពិសោធន៍នៅក្នុងកន្លែងធ្វើការឲ្យបានច្រើនខ្ញុំតែងតែនិយាយជារឿយៗខ្ញុំថាបងប្អូនមានសំណាងណាស់កន្លែងធ្វើការដូចជាសាលារៀនដែលបង់ប្រាក់ខែឲ្យយើងហើយយើងរៀនអត់អស់លុយរៀនហើយបានលុយទៀតចុះមិនយើងមិនខំរៀនព្រោះពេលដែលយើងខំទៅលុយក៏បានរៀនក៏បានចុះមិនក៏យើងមិនខំប្រឹងធ្វើការដើម្បីយើងបានចំណេះដឹងឲ្យច្រើនហើយយកប្រាក់ខែនឹងទុកជាដើមទុនហើយយកចំណេះដឹងនិងជំនាញបទពិសោធន៍នឹងទុកជាដើមទុនមិនក៏ចាំបាច់ប្រញាប់ទៅរកស៊ីមែនហើយខ្ញុំគិតថាការធ្វើការឲ្យគេវាជាភាពសប្បាយរីករាយមួយសម្រាប់ខ្ញុំពេលដែលយើងបានធ្វើការឲ្យគេយើងមានសប្បាយរីករាយព្រោះយើងបានមើលឃើញកំហុសអ្នកមុននឹងនៅព្រោះនៅមុខមកហើយបានយើងឃើញរៀនសូត្រថៃគិតមើលឥឡូវគេចេះដឹងប៉ុណ្ណឹងគេមានបទពិសោធន៍ប៉ុណ្ណឹងចំណាស់ប៉ុណ្ណឹងជួបស្ថានភាពសេដ្ឋកិច្ចប៉ុណ្ណឹងនៅតែមានអានេះខុសនិងមានអានោះខុសយើងរៀនពីអស់ហ្នឹងហើយយើងសំវាទុកដល់ទៅពេលយើងអាយុ30ជាងយើងចាប់ផ្ដើមទៅយើងឃើញថាអាកំហុសដែលគេបានធ្វើចំពោះមុខយើងទៅច្រើនលុយដែលយើងបានខិតខំប្រឹងប្រែងធ្វើការក៏វាយើងបានលុយមួយចំនួនបទពិសោធន៍និងចំណេះដឹងក៏យើងបានមួយចំនួនអញ្ចឹងយើងចេញធ្វើខ្លួនឯងយើងមានភាពរឹងមាំខ្ពស់ការពិតយើងត្រូវគិតថានៅក្នុងការធ្វើអាជីវកម្មពាក្យថាចំណេះដឹងអត់អាចគិតថាខ្លួនចាស់បានទេបាទព្រោះចំណេះដឹងអត់បង្កើតមកសម្រាប់តែក្មេងទេចំណេះដឹងគឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់ដែលចង់ចេះចង់ដឹងអញ្ចឹងខ្ញុំចង់ជម្រាបបងប្អូនដែលជាម្ចាស់សហគ្រាសបើចង់ឲ្យរីកចម្រើនបងប្អូនត្រូវគិតថាកុំរើសអើងចំណេះដឹងព្រោះចំណេះដឹងអត់មានរើស